ខ្ញុំធ្លាប់បានធ្វើវីដេអូតាក់ទងទៅនឹងកោណនិចហើយដូចដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងកោណនិចគឺជាការសិក្សាទៅលើរូបរាងនៃខ្សែកោណទាំងឡាយដែលយើងអាចមើលឃើញតាមរយៈការយកកោណយកមកពុះជាចំណិតរូបរាងនៃខ្សែកោណទាំងអស់ហ្នឹងគឺចែកចេញជា4ទី1គឺទម្រង់ជារង្វង់ទី2គឺ ellipse ទី3គឺ parabol ហើយចុងក្រោយគេគឺ hyperbol ហើយរូបរាងខ្សែកោណនីមួយៗហ្នឹងយើងអាចសង់វាបានលុះត្រាតែយើងដឹងពីសមីការស្តង់ដាររបស់វាហើយដូចដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងថាខ្ញុំនឹងបកស្រាយលម្អិតអំពីកោណនិចនីមួយៗហើយនឹងសមីការស្តង់ដាររបស់វានីមួយៗហើយនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកសមីការស្តង់ដាររបស់រង្វង់យកមកបកស្រាយឲ្យអ្នកទាំងអស់គ្នាបានយល់យើងអាចសង់ខ្សែកោណដែលមានទម្រង់ជារង្វង់បានលុះត្រាតែយើងស្គាល់ពីសមីការស្តង់ដាររបស់រង្វង់ដែលមានរាង r ការ៉េស្មើនឹង x ដក h លើជាការ៉េបូកនឹង y ដក k លើជាការ៉េហើយអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញសមីការនេះពីមុនមកដោយសារតែយើងធ្លាប់រៀនវានៅក្នុងថ្នាក់ទី10នៅក្នុងមេរៀនដែលជាប់តាក់ទងទៅនឹងសមីការរង្វង់ប៉ុន្តែខ្ញុំជឿថាប្រហែលជាមានអ្នកខ្លះក៏ជាធ្លាប់ឆ្ងល់ថាតើសមីការហ្នឹងគេអាចរកឃើញវាបានដូចម្ដេចឬក៏តើគេធ្វើមិនទើបដឹងថាហ្នឹងជាសមីការរង្វង់ហើយវាកើតឡើងដោយរបៀបណាមុននឹងខ្ញុំធ្វើការបកស្រាយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ពីលក្ខណៈនៃរង្វង់ជាមុនសិនរង្វង់គឺកើតចេញពីចំណុចជាច្រើនដែលរង្វាបជួរគ្នាបង្កើតចេញជារូបរាងរង្វង់ហើយចំណុចនីមួយៗហ្នឹងគឺមាន coordinate x y ដែលយើងបានមកដោយការជំនួស x ដោយតម្លៃណាមួយចូលទៅក្នុងសមីការស្តង់ដាររបស់រង្វង់យើងហ្នឹងហើយបន្ទាប់មកយើងកណនារក y ទៅយើងនឹងទទួលបាន coordinate នៃចំណុចមួយហ្នឹងហើយអញ្ចឹងបានន័យថាបើសិនជាយើងជំនួស x ដោយចំនួនផ្សេងកាន់តែច្រើនហើយយើងកណនារក y ទៅយើងនឹងទទួលបានចំណុចថ្មីកាន់តែច្រើនប្រវែងពីចំណុចនីមួយៗទៅកាន់ចំណុចកណ្ដាលនៃរង្វង់ឬក៏យើងអាចហៅថាផ្ចិតនៃរង្វង់ហ្នឹងគឺមានប្រវែងស្មើគ្នាតាមដោយ r ចំណែកឯ coordinate នៃផ្ចិតរបស់រង្វង់ហ្នឹងគឺ h ហើយនិង k បើសិនជាយើងយកតាមមួយចំណុចយកមកសិក្សាយើងដឹងថាចម្ងាយពីចំណុចមួយហ្នឹងទៅកាន់ផ្ចិតនៃរង្វង់គឺស្មើនឹង r អញ្ចឹងយើងទៅតាមទ្រឹស្ដីបត់ Pythagore គេថាការ៉េនៃជ្រុងឈប់នឹងមុំ alpha បូកនឹងការ៉េនៃជ្រុងជាប់នឹងមុំ alpha ស្មើនឹងការ៉េនៃ hypotenuse ឬក៏យើងអាចសរសេរថា a ការ៉េបូកនឹង b ការ៉េស្មើនឹង c ការ៉េហើយទ្រឹស្ដីបត់ Pythagore ហ្នឹងក៏ខ្ញុំធ្លាប់បានធ្វើវីដេអូតាក់ទងនឹងវាពីមុនមកដែរអ្នកទាំងអស់គ្នាអាចចូលទៅមើលបានអញ្ចឹងបើសិនជាយើងក៏លេចមកមើលកម្មនៃរង្វង់ដែលមានប្រវែង r របស់យើងមិញវិញ r ហ្នឹងគឺប្រៀបបានទៅនឹង hypotenuse នៃត្រីកោណកាយមួយចឹងហើយប្រវែងពី apsis នៃចំណុចទី1ទៅកាន់ apsis នៃចំណុចទី2គឺប្រៀបបានទៅនឹងជ្រុងជាប់នៃត្រីកោណកាយមួយចឹងដែលមានប្រវែង x ដក h ហើយចំណែកឯប្រវែងពី ordinate នៃចំណុចទី1ទៅកាន់ ordinate នៃចំណុចទី2គឺប្រៀបបានទៅនឹងជ្រុងឈមនៃត្រីកោណកាយមួយចឹងដែលមានប្រវែង y ដក k អញ្ចឹងបើសិនជាយើងអនុវត្តទៅតាមទ្រឹស្ដីបត់ Pythagore យើងអាចទាញបាន r ការ៉េស្មើនឹង x ដក h លើជាការ៉េបូកនឹង y ដក k លើជាការ៉េអាហ្នឹងគឺជាសមីការនៃរង្វង់ដែលយើងរៀនសប្តាហ៍ថ្ងៃហ្នឹងឬក៏យើងអាចសរសេរបានថា r ស្មើនឹងរឹសការ៉េនៃ x ដក h លើជាការ៉េបូកនឹង y ដក k លើជាការ៉េវាស្មើគ្នាទេគ្រាន់តែយើងមកពាក់រឹសសងខាងទៅហើយយើងបំបត្តិការ៉េនៅខាង r អញ្ចឹងបន្ទាប់ពីខ្ញុំបកស្រាយដល់អ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ថាសមីការស្តង់ដារនៃរង្វង់នឹងវាកើតចេញមកពីណាហើយខ្ញុំមានឧទាហរណ៍មួយចំនួនយកមកបញ្ចូលអ្នកទាំងអស់គ្នាបន្ថែមឧទាហរណ៍ទី1ខ្ញុំមានសមីការនៃរង្វង់ដែលមានរាង x ការ៉េបូកនឹង y ការ៉េស្មើនឹង9អញ្ចឹងយើងទាញតាមសមីការស្តង់ដារនៃរង្វង់មិញគេថាម៉េច r ការ៉េស្មើនឹង x ដក h លើជាការ៉េបូកនឹង y ដក k លើជាការ៉េអញ្ចឹងក្នុងករណីឧទាហរណ៍របស់យើងនេះមានតែ x ការ៉េបូកនឹង y ការ៉េទេអញ្ចឹងបានន័យថា h ស្មើ0 k ស្មើ0ចំណែកឯ r ការ៉េគឺស្មើនឹង9អញ្ចឹងយើងទាញរក r មកយើងបាន r ស្មើ3ឧទាហរណ៍ទី2ខ្ញុំមានសមីការរង្វង់ x ដក2លើជាការ៉េបូកនឹង y ដក3លើជាការ៉េស្មើនឹង9អញ្ចឹងបើសិនជាខ្ញុំទាញរក h ហើយនឹង k យើងបានh ស្មើ2 k ស្មើ3ចំណែក r ការ៉េស្មើ9អញ្ចឹងយើងទាញរក r មកគឺស្មើ3ដូចគ្នាឧទាហរណ៍ទី3ខ្ញុំមានសមីការរង្វង់ x បូក2លើជាការ៉េបូកនឹង y បូក3លើជាការ៉េស្មើនឹង9កន្លែងនេះវាបដូរពីសញ្ញាដកទៅជាសញ្ញាបូកវិញនៅក្នុងសមីការស្តង់ដាររបស់យើងមិញវាមានរាង x ដក h លើជាការ៉េបូកនឹង y ដក k លើជាការ៉េអានៅក្នុងវងកញ្ចក់ហ្នឹងគឺសញ្ញាដកទាំងអស់ចំណែកឯក្នុងឧទាហរណ៍យើងនេះវាទៅជាសញ្ញាបូកវិញអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងព្យាយាមបដូរវាទៅជាសញ្ញាដកវិញអញ្ចឹងក្នុងវងកញ្ចក់នេះគេថា x បូក2អញ្ចឹងយើងអាចសរសេរ x បូក2ហ្នឹងជាទម្រង់មួយទៀតយើងអាចសរសេរថា x ដកនឹងដក2យើងប្រើវងកញ្ចក់អញ្ចឹងបើសិនជាយើងយកដកនឹងគុណនឹងដកវាចេញបូកវិញដដែលទេអញ្ចឹងវាមានតម្លៃស្មើនឹង x បូក2ដូចតែគ្នាហ្នឹងអញ្ចឹងកន្លែងនេះយើងបាន x ដកនឹងដក2លើកជាការ៉េចំណែកឯខាង y វិញយើងសរសេរបានថា y ដកនឹងដក3លើកជាការ៉េអញ្ចឹងយើងទាញរក h មកយើងបាន h ស្មើដក2 k ស្មើដក3ចំណែក r ការ៉េស្មើ9យើងទាញបាន r ស្មើ3ដូចគ្នាអញ្ចឹងយើងចូលមកកាន់ឧទាហរណ៍ទី4ដែលជាឧទាហរណ៍ចុងក្រោយរបស់យើងសមីការរង្វង់របស់យើងគឺ x ការ៉េបូកនឹង y ការ៉េបូកនឹង 4x ដកនឹង 6y ដកនឹង23ស្មើ0អញ្ចឹងបើសិនជាយើងមើលទៅកាន់សមីការហ្នឹងទៅអាហ្នឹងគឺជាសមីការរង្វង់ដូចគ្នាប៉ុន្តែវាមិនមែនស្ថិតនៅក្នុងជាទម្រង់ស្តង់ដារទេវាស្ថិតនៅក្នុងជាទម្រង់ទូទៅអញ្ចឹង
ដើម្បីអាចយកវាទៅសង់ជាក្រាបរង្វង់បានគឺយើងត្រូវការបំរែបំរួលវាឲ្យទៅជាសមីការស្តង់ដារអញ្ចឹងជាដំបូងគឺយើងបោះដក23ហ្នឹងទៅអស់មួយខាងហើយតួណាដែលមានជាប់អថេ x ដូចគ្នាយើងដាក់វានៅជាប់គ្នាហើយតួណាដែលមានជាប់អថេ y ដូចគ្នាយើងដាក់វានៅជាប់គ្នាអញ្ចឹងយើងទទួលបាន x ការ៉េបូកនឹង 4x បូកនឹង y ការ៉េដកនឹង 6y ស្មើនឹង23យើងមើលទៅលើតួ x ការ៉េបូក 4x ហ្នឹងយើងអាចបដូរវាទៅជាទម្រង់ a បូក b លើជាការ៉េបានដែល a បូក b លើជាការ៉េគឺស្មើនឹង a ការ៉េបូកនឹង2ដង ab បូកនឹង b ការ៉េអញ្ចឹងកន្លែង x ការ៉េបូកនឹង 4x ហ្នឹងគឺវាស្មើនឹង a ការ៉េបូកនឹង2ដង ab អញ្ចឹងអ្វីដែលយើងត្រូវការគឺ b ការ៉េអញ្ចឹងសួរថាយើងអាចរក b ដោយរបៀបណាយើងមើលតួ x ការ៉េហ្នឹងគឺវាស្មើនឹង a ការ៉េទេអញ្ចឹងបានន័យថា x ហ្នឹងគឺជា a អញ្ចឹងយើងមើលទៅលើតួ 4x ហ្នឹងបើសិនជា x គឺជា a អញ្ចឹងបានន័យថា4ហ្នឹងគឺជា2b អញ្ចឹងបើសិនជា 2b ស្មើ4យើងទាញរក b មកគឺ b ស្មើ2យើងខ្វះ b ការ៉េអញ្ចឹង b ការ៉េស្មើ4អញ្ចឹងគឺយើងត្រូវបូកបន្ថែម4ហើយបើសិនជាយើងបូកបន្ថែម4នៅអង្គខាងឆ្វេងអង្គខាងស្ដាំក៏យើងត្រូវបូកបន្ថែម4ដែរចំណែកឯតួ x ការ៉េដក 6y ហ្នឹងដូចគ្នាយើងត្រូវបដូរវាឲ្យចូលជាទម្រង់ a ដក b លើជាការ៉េដែលស្មើនឹង a ការ៉េដកនឹង2ដង ab បូកនឹង b ការ៉េអញ្ចឹងយើងខ្វះតួ b ដូចគ្នាអញ្ចឹងដើម្បីរក b បានគឺយើងយក6នឹងយកចែក2ដូចមិនដែរទៅយើងចែកមកស្មើ3អញ្ចឹងយើងខ្វះ b ការ៉េអញ្ចឹង b ការ៉េស្មើ9យើងបូកបន្ថែម9មកអញ្ចឹងបើសិនជាអង្គខាងឆ្វេងបូកបន្ថែម9អង្គខាងស្ដាំបូកបន្ថែម9ដូចគ្នាកន្លែង x ការ៉េបូកនឹង 4x បូកនឹង4យើងអាចបដូរវាទៅជា x បូក2លើជាការ៉េបានដោយសារតែយើងបដូរវាទៅជាទម្រង់ a បូក b លើជាការ៉េហើយចំណែកឯថង y ការ៉េដកនឹង6 y បូកនឹង9យើងអាចបដូរវាទៅជា y ដក3លើជាការ៉េបានដោយសារតែយើងបានបដូរវាទៅជារាង a ដក b លើជាការ៉េចំណែកអង្គម្ខាងទៀត23បូក4បូក9គឺស្មើនឹង36អញ្ចឹងយើងទទួលបានសមីការស្តង់ដារបោះរង្វង់ដែលមានរាង x ដក5លើជាការ៉េបូកនឹង y ដក9លើជាការ៉េស្មើនឹង a ការ៉េហើយអញ្ចឹងយើងទាញរក5រកការដូចមិញដដែលយើងទាញបាន5ស្មើដក2ចំណែកឯការស្មើ3ហើយបើ a ការ៉េយើងស្មើនឹង36យើងបាន a ស្មើនឹង6អញ្ចឹងវីដេអូហ្នឹងក៏ឈានមកដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតដែលខ្ញុំនឹងបកស្រាយអំពី ellipse និងសមីការស្តង់ដាររបស់វាអរគុណច្រើន